Hai tỏ khnia, ngày nay nhom trong trận lại việc thị sát đã nhom hiền cốt hay việc thua nhom cho trận bạc án bản thân mình nay tha nhom offline anh này còn đặt tha để sao tại nhom lưu lưu bọn còn vậy tha có tha bạc án nó của bà hay có tha có trong thua đá bạc té có mẹ rồng tha phi của bà trong front chống ta dương cô hiền mà nhớ đầm bay ao dương minh tình nổ trận sàn bạc ánចំពោះខ្ញុំនៃវិធីសាស្ត្រដែលខ្ញុំរៀនគឺចាប់ផ្ដើមរៀនចេញពី programming language ដែល based on OOP concept វាមាន OOP concept ណា for example យើង start រៀនដំបូងរៀន IT ដំបូងយើងក៏តាសតែអញ្ចឹងយើងទៅរៀនពួក programming ដូចជា C C++ អីហ្នឹង C វាអត់មាន OOP ទេដល់ពេល C+ វាមាន class object មកហើយអញ្ចឹងយើងសូមជាមួយនឹង structure ដែលយើងមានចងល់ពេលហ្នឹងពេលយើងរៀន C++ ពេលហ្នឹងអីក៏ជាចងល់របស់យើងហើយសំបីតា header file ក៏យើងឆ្ងល់ដែរគ្រាន់តែ slash ធំជោគ include header file វាហ្នឹងក៏យើងឆ្ងល់ដែរដល់ពេលយើងទៅរៀនអាហ្នឹងហើយយើងរៀនចាប់ផ្ដើមស្គាល់អីគេ variable យើងរៀនចាប់ផ្ដើមស្គាល់ class ស្គាល់ object ស្គាល់ structure របៀបនៃ constructor គេបង្កើត constructor មាន parameter constructor អត់ parameter មិនការបង្កើត object វាទៅ scan constructor មិនអីមិនពេលយើងទៅរៀនអានោះហើយយើងអត់ទាន់បានធ្វើជា system អីធំទេនឹង system ទៅដល់គ្នាការ research ទេតែចំពោះខ្ញុំធ្លាប់រៀននឹងខ្ញុំចង់ចាំទុកហើយខ្ញុំធ្វើវាតែរងថ្ងៃទៅហើយយើងចាប់ផ្ដើម apply ថាមាន operator អីហ្នឹងយើងអាច apply ពួក library built-in function វា built-in អីគេឲ្យមកស្រាប់ដោយតែយើងអាចបញ្ចូលគណិតវិទ្យាអាចបញ្ចូលការគិតអីផ្សេងបានត្រឡប់គិតពីហ្នឹងហើយទៅទោះជាយើងអត់យកអានោះមកធ្វើចេញជា application អីតែធ្វើ API ធ្វើអីមិនអត់កើតមិនក៏យើងកុំអាចខ្វល់យើងរៀនឲ្យស្គាល់ foundation យើងយក foundation គេថា foundation នៃការគិតបែប logic នឹងមិនអីមិនអញ្ចឹងណាយើងអាចពេលហ្នឹងយើងធ្វើហ្នឹងគឺធ្វើជា console ឯងដោយសារពេលយើង run C++ C ហ្នឹងគឺយើង run យើងឃើញលើ console terminal ទេអញ្ចឹងណាបន្ទាប់មកហ្នឹងយើងរៀនដំបូងណាហើយខ្ញុំឃើញ picture បងប្អូនដែលគាត់រៀនទៅរៀនខ្ញុំមិនមែនថាអត់ឲ្យទៅរៀន HTML CSS អីទេប៉ុន្តែបើ picture ហ្នឹងគឺជាលក្ខណៈថាគាត់ប្រាប់ខ្ញុំគាត់ថាគាត់ចាប់ដើមពុកគាត់ទៅរៀន HTML CSS ទៅហ្មងហើយដល់ពេលគាត់ទៅរៀន HTML CSS គាត់ធ្វើ web ធ្វើអីចឹងហើយគាត់ថាគាត់អត់បានរៀន C++ អីចាទេពេលចឹងគាត់ដល់ពេលគាត់មានអារម្មណ៍ថាគាត់ស៊ាំមួយការ save web HTML អាពួកមិនអាពួក script អាពួក text ស្អីហ្នឹងហើយគាត់ថាអាហ្នឹងវាស្រួលជាងគាត់ចូលចិត្ត back end ហ្មងប៉ុន្តែខ្ញុំអត់និយាយទៅ apply ទៅទាំងអស់គ្នាទេគឺមាន program មួយចំនួនតូចប៉ុន្តែអាហ្នឹងជាការចាត់ចែងរបស់បងចង់ថាបច្ចំបញ្ញត្តិពេកទេលក្ខណៈថាដំបូងយើងអត់អាចចាប់ដើមចូលរៀន IT ពុកចេះបង្កើត application web app អីមកទេណគឺយើងអាចទៅយក concept វាបានយើងទៅរៀន C C++ ហើយស្មានលើលឿនបដាំដោយសារមិនចាំក្រោយនោះ AI វាល្បីពេល AI វាល្បីសិតតែ agent ពេល agent ពេញ IDE មិនអីទៅអត់សូវបានសិក្សាខ្លួនឯងចឹងវាបានចឹងគួរតែរៀនឲ្យចាស់ OOP concept ហើយពេលជាខ្ញុំនិយាយចឹងទៅថាចា OOP concept ពិបាករបៀបអីចឹងណាវីដេអូនេះមានប្រយោជន៍ជាមួយដល់គ្នាបើអត់មានអ្នកអូនចឹងខ្ញុំចង់និយាយអារម្មណ៍ដែលខ្ញុំគ្រប់និយាយvớiបងប្អូនហើយបងប្អូនក៏សួរខ្ញុំគាត់ថារៀន OOP រៀនប្រហែលដងក៏មិនចាស់ដែរវាចឹងខ្ញុំមិនដឹងថារៀន OOP មិនទេណាប៉ុន្តែជាបទពិសោធន៍របស់ខ្ញុំ4ឆ្នាំនៅសាកល OOP បើនិយាយពីសាកលខ្ញុំវិញគឺរៀនតាំងពីឆ្នាំទី1ទៅណាហើយការយើងរៀនហ្នឹងគឺមិនគឺថាយើងរៀនបង្កើត class call object មិន
យើងរៀនអំពីពួកប្រាបយើងរៀនអំពីអីទៅហៅថានិយាយហៅថាមួយ class មួយហ្នឹងវាមាន member អីគេខ្លះមាន data member មាន function member មាន parameter មានអីចឹងណាវារៀនចឹងហើយយើងរៀនតែប៉ុណ្្នឹងទេហើយគ្នាយើងបាច់ពិបាកចិត្តថានិយាយថាបើរៀនតែប៉ុណ្្នឹងអត់និយាយថានៅអត់ចេះតែដូរទៅដូរពី C++ ទៅ Java រៀនចឹងហើយនេះអត់មកធ្វើអីទាំងអស់យើងត្រូវ research នៅក្រៅថែមដោយសារគាត់មានម៉ោងតែ3ម៉ោងឯងមុខវិជ្ជាមានតែ3ម៉ោងរៀនយើងណាអញ្ចឹងបខំឲ្យគាត់ទៅរៀនយើងទៅអស់គុំខ្លះដែរអញ្ចឹងបើគឺយើងគិតថាគឺយើងអូខេរៀនច្បាស់ហើយយើងអាចហក់លោទៅអាផ្សេងទៀតបានដូចថាហើយយើងឥឡូវវាមាន framework ច្រើនហើយ Spring Boot អញ្ចឹងយើងចង់ធ្វើ API អញ្ចឹងទៅអញ្ចឹងពេលនេះយើងចេះ Java OOP ហើយយើងអាចទៅមើល Spring Boot អីតទៀតបានហើយតនីថាពីទៅដំបងតែពីទៅដំបងស៊ូបានគឺចេះហើយហ្នឹងស៊ីសំលើកការសាជារបស់យើងហើយពេលយើងធ្វើចេញជា application ធ្វើចេញជាអីចឹងទៅយើងមានកម្លាំងចិត្តដោយសារវាជា result ដែលយើងធ្វើអញ្ចឹងណាហើយព្យាយាមកុំផ្លោះខាងណាកុំផ្លោះមកយើងព្យាយាមយក concept OOP ឲ្យច្បាស់ពេលថាឲ្យគេដាក់បង្កើត object មួយអញ្ចឹងត្រូវដឹងថាការកាត់ object មួយអញ្ចឹងតើ object នឹងកើតហ្នឹងវាមានយ៉ាងអីកាត់ឡើងអញ្ចឹងណាចុះពេល object មួយកើតវាទៅ call constructor អញ្ចឹង constructor យើងហ្នឹងជា default constructor ឬមួយក៏ constructor ដែលមាន parameter អញ្ចឹងទៅបើ constructor របស់យើងមាន parameter ហើយយើងអត់មានអា constructor ដែលវាអត់មាន parameter យើងចេះតែបង្កើត object មកអត់ដាក់បោះ param អីត្រូវវាអត់ត្រូវទេអញ្ចឹងណាអញ្ចឹងជាយើង slow មួយត្រឡប់មកវិញគឺការរៀន code ដើម្បីឲ្យមានទំនុកចិត្តback end គឺអត់បាអេដោយសារតែនៅក្នុង back end concept វា start ចេញពីការដែលយើងស្គាល់អីគេ data member អីគេ function member អីគេ class អីគេ object អីគេជា concept របស់ OOP គឺពេលចា OOP ទៅយើងទៅរៀន language អីក៏ស្រួលដែរហើយកុំបាក់ចិត្តពេលគ្នាយើងទៅរៀនធំ C++ គ្នាយើងមិនដឹងអាណាគេធ្វើការ show នៅលើ console អញ្ចឹងឯងការ show គេមានអីធំត្រូវវាអញ្ចឹងខ្ញុំគិតចឹងគឺយើងរៀនយក logic ចឹងរៀនថ្ងៃមិនតិច WC School Java T-Point អីមកកណោរៀង website ចឹងចូលទៅមើលទៅយើងស្លាញ់ back end ហើយកុំនិយាយថា back end បាក់ទៀតវាដូចជាអត់មានអីខុសគ្នាទេបាទគាត់នឹងចេះបើគ្នាយើងទៅរៀនកូដចាប់ផ្ដើមពុកទៅរៀន say web ហ្មងណា say type ហ្មងភាគច្រើនគ្នាយើង prefer អាពពួកភាសា script ចុងវិញពីចឹងណាបើចង់ចាប់ផ្ដើមទៅលើ back end អាចចាប់ផ្ដើមពី language programming language ដែលមាន OOP បែបទៅចឹងទៅយើងចូលចិត្តទៅហើយទៅរៀន web អីក៏ស្រួលដែរពីចឹងណាអាហ្នឹងគាត់ជា tip របស់ខ្ញុំអរគុណ